ចំណុចដែលយើងមើលរំលងហើយយើងផ្ដោតខុសរឿងតែរលុយតែមួយមុខក្នុងការដោះបំណុលបាទបងប្អូនមានរឿងរ៉ាវមួយចំនួនដែលយើងយល់ច្រឡំបូករួមទាំងខ្ញុំដែរគ្រប់ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូឃ្លីបថ្មីរបស់ខ្ញុំទៀតហើយទាំងពីរអ្នកប្រិយប្រពន្ធនៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធរឿងចំណុចដែលយើងមើលរំលងហើយយើងផ្ដោតខុសរឿងតែរលុយតែមួយមុខក្នុងការដោះបំណុលបាទបងប្អូនមានរឿងរ៉ាវមួយចំនួនដែលយើងយល់ច្រឡំបូករួមទាំងខ្ញុំដែរពីមុនខ្ញុំគិតថាតែកាលណាខ្ញុំមានលុយខ្ញុំអាចដោះបំណុលបានប៉ុន្តែខ្ញុំអត់បានដឹងពីចំណុចខ្វះខាតរបស់ខ្ញុំទេខ្ញុំចេះតែងតែប្រឹងប្រែងរលុយបាទទាំងខ្ចីគេផងទាំងប្រកបមុខរបរផងប៉ុន្តែអ្វីដែលខ្ញុំខំប្រឹងប្រែងទាំងអស់នោះវាធ្វើឲ្យពួកខ្ញុំជាប់បំណុលរហូតដល់$40000បាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកពីចំណុចមួយចំនួនដែលពួកខ្ញុំបានដឹងហើយរឿងដែលខ្ញុំយល់ច្រឡំបាទដល់បងប្អូនទាំងអស់គ្នាបាទអូខេបងប្អូនអញ្ចឹងមុននឹងចូលទៅក្នុងប្រធានបទខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆៅស្រីផាបាទពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012ហើយពួកយើងក៏បានសម្រេចចិត្តធ្វើអាជីវកម្មមួយនៅឆ្នាំ2015នៅគល់ស្ពានព្រែកសំរោងគឺបើកលក់ម៉ាស៊ីនត្រជាក់ហើយបន្ទាប់មកគឺយើងក៏បានដំណើរការបានមួយឆ្នាំក៏ខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញហើយពួកយើងក៏បានផ្លាស់ប្ដូរមុខរបររហូតដល់2ដណ្ដប់មុខបាទធ្វើការងារជាច្រើនបាទហើយក៏ពួកយើងនៅតែគាំងទៀតបាទហើយក៏បានចំណាក់ស្រុកទៅដល់ក្នុងប្រទេសថៃហើយទៅដល់ថៃធ្វើជាពលករគេហើយនៅតែមិនអាចដោះស្រាយបញ្ហាបានក៏ត្រឡប់មកវិញហើយក៏ទទួលបានក្នុងការប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញគឺដុកទ័របំណុលគឺលោកគ្រូសៀសផលដែលគាត់បានបង្ហាញពួកខ្ញុំឲ្យចាក់ចេញពីបំណុលបានដោយប្រើរយៈពេល1ខែបាទនេះគឺជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំបានដោះស្រាយបញ្ហាបំណុលរបស់ខ្ញុំរួចហើយខ្ញុំក៏បានចងក្រងបទពិសោធន៍ទាំងអស់ធ្វើវាជាវគ្គសិក្សាធ្វើជាមេរៀនសៀវភៅដែលមានការគាំទ្រដល់បងប្អូនយើងដែលគាត់មានបញ្ហាដូចខ្ញុំគាត់ចុះឈ្មោះយកមេរៀនរបស់ខ្ញុំគាត់មកជួបមួយខ្ញុំឃើញថាបានលទ្ធផលបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងលម្អិតថាអ្នកដែលគាត់មានបញ្ហាបំណុលដូចពួកខ្ញុំនោះតើគាត់ទទួលបានលទ្ធផលយ៉ាងម៉េចបងប្អូនអាចចូលទៅ link Telegram ខាងលើបងប្អូនអាចស្ដាប់ពីការចែកម្លែករបស់ពួកគាត់បានបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកក្នុងប្រធានបទនៅក្នុងវីដេអូមួយនេះវិញគឺខ្ញុំចង់និយាយអំពីរឿងចំណុចមួយចំនួនដែលពួកយើងយល់ច្រឡំបាទហើយយើងត្រូវការតែលុយបាទយើងមើលរំលងពីចំណុចហ្នឹងបាទអញ្ចឹងនៅក្នុងចំណុចដែលខ្ញុំចង់លើកនេះគឺពាក់ព័ន្ធរឿងការចាត់ចែងលុយបាទបងប្អូនពីមុនទៅគឺខ្ញុំអត់បានគិតពីរឿងហ្នឹងទេបាទខ្ញុំគិតថាវាមិនពិបាកទេកាលណាយើងរកលុយបានយើងយកលុយទៅសងគេទៅយើងទុកខ្លះអីខ្លះអញ្ចឹងទៅអាហ្នឹងគឺជាចំណុចដែលខ្ញុំធ្វើពេលនោះប៉ុន្តែវាមិនមែនជារបៀបមួយអាចជួយឲ្យយើងមានសេរីភាពពីបំណុលទេការធ្វើបែបហ្នឹងវាសាមញ្ញពេកបាទប៉ុន្តែវាមិនបានជួយឲ្យយើងពីគេហៅថាចាក់ចេញពីបំណុលបានហើយក៏មានសេរីភាពពីបំណុលបានទេខ្ញុំចេះតែទៅរលុយតែមួយមុខអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងភ្លេចចង់និយាយថាមិនដឹងពីអ្វីដែលខ្ញុំគេហៅថារលុយមកទុកយ៉ាងម៉េចបាទពីព្រោះយើងតែងតែគេហៅថាទម្លាប់មួយដូចពាក្យមួយគេនិយាយថាម៉េចគេនិយាយថាប្តីអ្នករប្រពន្ធអ្នកទុកបាទចុះរយ៉ាងម៉េចទុកយ៉ាងម៉េចយើងវាអត់ដឹងបាទនៅពេលដែលខ្ញុំបានទៅសិក្សាបានជួបមួយលោកគ្រូគាត់ក៏បង្ហាញពីក្បួនក្នុងការទុកដាក់លុយឬក៏ក្បួនក្នុងការដោះបំណុលគេហៅថាចាត់ចែងបំណុលចាក់ចេញពីបំណុលហ្នឹងដល់ខ្ញុំក៏បានធ្វើតាមការណែនាំរបស់គាត់បាទអញ្ចឹងមានបងប្អូនជាច្រើនដែលគាត់យកមេរៀនរបស់ខ្ញុំគាត់ចុះឈ្មោះយកវគ្គសិក្សារបស់ខ្ញុំគាត់មកជួបមួយខ្ញុំគឺខ្ញុំបង្ហាញពីរឿងទាំងអស់ហ្នឹងហើយខ្ញុំក៏មានការ feedback មួយចំនួនដែលចង់លើកពីរឿងហ្នឹងឲ្យបងប្អូនដែរបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំផ្សារភ្ជាប់មួយសម្ដីពិតរបស់គាត់ដែលគាត់បានចុះឈ្មោះរៀនមួយខ្ញុំហើយគាត់មើលឃើញពីរូបមន្តហ្នឹងហើយគាត់ក៏ពេញចិត្តហើយគាត់ទទួលបានលទ្ធផលខ្ញុំសូមបើកសំឡេងឲ្យបងប្អូនស្ដាប់បាទពីព្រោះនៅក្នុងវីដេអូនេះប្លែកត្រង់ថាខ្ញុំផ្សារភ្ជាប់ជាមួយនឹងសំឡេង feedback របស់បងប្អូនបាទចំណុចសំខាន់ដែលខ្ញុំទទួលបានពីលោកគ្រូគឺរបៀបចាត់ចែងលុយពេលដែលយើងបានលុយមកបណ្ណាក៏ដោយយើងចេះចាត់ចែងញីវាយើងគ្រប់គ្រងវាគឺយើងសប្បាយចិត្តមកទោះជាពេលឥឡូវនឹងកំពុងតែជួបបញ្ហាក៏ដោយតែយើងមានរបៀបក្នុងការចាត់ចែងវាយើងពេលខ្លះយុគក៏ដោយសម័យធំឡើងបើសិនជាបានលុយ10រៀលចាត់ចែងទៀតបានលុយ20រៀលចាត់ចែងទៀតអញ្ចឹងវាទៅជាទម្លាប់
បាទ ពេលទៅជាទម្លាប់របៀបដូចយើងងើបប្រមូលឡើងហ្នឹងដូចយើងសម្រាប់ហើយយើងទាំងឡើងទាំងនេះអញ្ចឹងអានោះវាជាមិត្តមួយរំភើបហើយរំភើបពីក្នុងមកហ្មងបាទនេះសម្រាប់ខ្ញុំដែលខ្ញុំទទួលបានពីគ្រូហើយពេលហ្នឹងយើងក៏អត់ត្រូវការលុយច្រើនដែរនៅពេលដែលយើងចេះចាត់ចែងនេះគាត់ថាបើមានតែ2រៀល3រៀលក៏ចាត់ចែងបានមាន1រៀលក៏ចាត់ចែងបានមាន100ក៏ចាត់ចែងបានមាន1000ក៏ចាត់ចែងបាទអញ្ចឹងយើងម្ចាស់លុយហ្មងយើងជាអ្នកគ្រប់គ្រងវាហ្មងបាទតែបើពីមុនមានតែបានគ្រប់គ្រងលុយហ្នឹងលុយជាអ្នកគ្រប់គ្រងយើងឯងនឹងវិលមុខតយមួយថ្ងៃវិញមុខនៅលុយហ្នឹងហ្មងបាទអូខេបងប្អូនខ្ញុំចង់បញ្ជាក់ឡើងវិញថាលុយប្រសិនបើយើងអត់ចេះគ្រប់គ្រងវានឹងគ្រប់គ្រងយើងពីមុនខ្ញុំមើលរំលងចំណុចហ្នឹងខ្ញុំគិតថាខ្ញុំរកលុយបានច្រើនខ្ញុំនឹងអាចដោះបំណុលបានច្រើនអញ្ចឹងខ្ញុំចង់ជំរាបជូនបងប្អូនថាកាលណាបើសិនតែយើងរកលុយបានច្រើនមិនមែនយើងមានសេរីភាពពីបំណុលទេបាទខ្ញុំធ្លាប់រកបានហើយមួយថ្ងៃ500 1000ព្រោះខ្ញុំលក់ម៉ាស៊ីនជែខ្ញុំធ្វើម៉ាស៊ីនជែខ្ញុំធ្វើបានបាទអញ្ចឹងមានបងប្អូនជាច្រើនដែលគាត់រកលុយបានប៉ុន្តែចុងក្រោយគាត់ជាប់បំណុលគេអ្នកដែលជួបបញ្ហាហ្នឹងបានដឹងថាពិតមែនបាទពីព្រោះយើងរកលុយបានប៉ុន្តែយើងអត់ដឹងពីរបៀបក្នុងការចាត់ចែងពេលដល់ខែដល់ឆ្នាំយើងសរុបទៅឃើញតែបំណុលអញ្ចឹងអស់សង្ឃឹមក្នុងការធ្វើកិច្ចការងារប្រកបមុខរបរជាកម្មរបស់យើងអញ្ចឹងនេះគឺជាសម្ដីពិតរបស់បងប្រុសដែលគាត់បានចុះឈ្មោះយកមេរៀនរបស់ខ្ញុំហើយគាត់ពេញចិត្តនឹងបទពិសោធន៍របស់ខ្ញុំគាត់មកជួបមួយខ្ញុំហើយខ្ញុំបង្ហាញពីបទពិសោធន៍ពីរបៀបក្នុងការចាត់ចែងលុយហ្នឹងទៅធ្វើឲ្យគាត់ដឹងបាទហើយនៅពេលដែលគាត់ដឹងពីចំណុចទាំងអស់ហ្នឹងគាត់អាចដោះស្រាយបញ្ហាបំណុលរបស់គាត់បានបាទនេះគឺជាក្បួនមួយដែលខ្ញុំបានបង្ហាញនៅក្នុងមេរៀនរបស់ខ្ញុំបាទអញ្ចឹងខ្ញុំតែងតែអនុវត្តជាប្រចាំមិនថាខ្លួនឯងផ្ទាល់មិនថាអ្នកដែលគាត់មករៀនទេគឺគាត់បានដឹងអាហ្នឹងគឺគាត់ធ្វើពីព្រោះគោលបំណងរបស់យើងគឺយើងចង់មានសេរីភាពពីបំណុលនិងសេរីភាពពីហិរញ្ញវត្ថុអញ្ចឹងពេលដែលយើងដឹងពីក្បួនរបៀបទាំងអស់ហ្នឹងហើយយើងអនុវត្តពេលនោះយើងនឹងទទួលបានផលបាទអញ្ចឹងគឺងាយស្រួលក្នុងការចុះឈ្មោះរៀនមួយខ្ញុំគឺទទួលបានលទ្ធផលបែបហ្នឹងបាទអញ្ចឹងគឺល្អមែនតើបាទដូចអើយចាចាបើសិនជាបងប្អូនខ្វះកន្លែងចង់និយាយថាទុកដាក់លុយទុកមិនឲ្យវាអត់សម្ពាធផ្លូវចិត្តមួយទុកដែរតែទុកមិនដឹងថាទុកលុយហ្នឹងត្រូវធ្វើមិនអីមិនចឹងទៅបើយើងជាប្រពន្ធគេខ្ញុំចាញ់និយាយថាខ្ញុំជាប្រពន្ធមួយបាទពេលប្តីឲ្យលុយមកថា1000តែបើយើងទុកហើយយើងជួនកាលយើងប្រើការអត់ដឹងក្បាលកតុយចេះថាហូតតណេះតណោះធម្មតាមនុស្សស្រីយើងប្រើការច្រើនហើយបើយើងអត់មានចេះចាត់ចែងលុយអត់មានចេះអត់ទុកអីច្បាស់លាស់អត់មានផានការច្បាស់លាស់1000ហ្នឹងនឹងតែអស់ហើយប៉ុន្តែយើងមិនមែនយកចាយផ្ដេសផ្ដាស់ហើយប៉ុន្តែយើងរកអត់ឃើញពីមូលហេតុតើអស់តាណាវាអត់ដឹងរបៀបហ្នឹងហើយតើលុយហ្នឹងត្រូវដកតាណាម៉ានយើងអត់ដឹងហើយយើងដឹងខ្ញុំចំណាយទៅឆ្លោះគ្នាទៀតអារឿងចំណាយលុយហ្នឹងអារឿងលុយហ្នឹងទីមានបញ្ហាគ្រួសាររឿងលុយហ្នឹងបានហ្នឹងទៀតបាទឃើញទេបងប្អូនមានន័យថាយើងរកលុយបានមកហើយយើងអត់ចេះចាត់ចែងលុយយើងមានចំនួននៅក្នុងក្រុមគ្រួសារដោយប្រពន្ធខ្ញុំគាត់និយាយអញ្ចឹងគឺនេះគឺជារឿងរបស់ពួកខ្ញុំផ្ទាល់បងប្អូនធ្លាប់ជួបប្រទះអ្នកមានបញ្ហាហ្នឹងបងប្អូននឹងយល់ហើយអ្នកគេអត់មានបញ្ហាគាត់ស្ដាប់ទៅគាត់អស់សំណោចគេទៅអើយគាត់អញ្ចឹងសោះជាប់បំណុលគេដែរហ៎បាទប៉ុន្តែមែនបងប្អូនពេលដែលយើងមានបំណុលអាងឹតមុខហ្មងបាទ1+1លេខដឹងតែ2ណាបាទវិញវ័នហ្មងមិនបាច់មើលអីទេយើងមិនដឹងមិនថាអត់មានលុយបង់ធនាគារការប្រាក់ថោកផងយើងហេតុអីបានយើងទៅខ្ចីការប្រាក់ថ្លៃយកមកបង់គេឃើញទេតាមពិតយើងដឹងហើយថាធ្វើអញ្ចឹងវាមិនមែនជាដំណោះស្រាយប៉ុន្តែយើងនៅតែធ្វើមានអីមានន័យថាម៉េចមានន័យថាយើងនឹងវល់ហើយណាបាទខួរក្បាលយើងវល់ហើយបាទអញ្ចឹងគឺវាបញ្ជាក់វាថាផ្នត់កំណត់របៀបគិតរបស់យើងនឹងគឺធ្វើឲ្យយើងផុងខ្លួនកាន់តែជ្រៅបងប្អូនចង់ដឹងលំអិតទៅបងប្អូនមើលតែលទ្ធផលទៅឆ្នាំមុនបងប្អូនជពាក់គេប៉ុន្មានឆ្នាំនេះបងប្អូនជពាក់គេប៉ុន្មានមើលតែលទ្ធផលទៅបើសិនជាលទ្ធផលបងប្អូនឆ្នាំមុនជពាក់គេតិចឆ្នាំនេះជពាក់គេច្រើនមានន័យថាការគិតរបស់យើងគឺខុសហើយបាទការគិតយើងខុសហើយឬមួយក៏យើងធ្វើមិនដឹងពីចំណុចណាមួយអូខេបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែករំលែកហើយបើសិនជាបងប្អូនចង់ទទួលការប្រឹក្សាយោបល់ជាមួយខ្ញុំផ្ទាល់បាទខ្ញុំមានទទួលការបង្រៀនតាមទូរស័ព្ទដៃមានជាវីដេអូដែលខ្ញុំបង្រៀនពីក្បួនរបៀបគិតរបៀបធ្វើក្នុងការអនុវត្តក្នុងការចាប់ផ្ដើមដោះស្រាយបញ្ហាបំណុលដែលមាន5វីដេអូដែលនៅក្នុងនោះគឺខ្ញុំទម្លាយប្រាប់ពីឫសគល់នឹងអាចកំបាំងនៅពីក្រោយបំណុលដែលខ្ញុំបកស្រាយពីបទពិសោធន៍របស់ខ្ញុំតែម្ដងហើយតម្លៃក្នុងការចុះឈ្មោះគឺ$99ប៉ុន្តែនៅក្នុង
វីដេអូមួយនេះបើសិនជាបងប្អូនមានបញ្ហាបំណុលពិតមែនគឺខ្ញុំផ្ដល់ជូនលក្ខខណ្ឌពិសេសបាទទោះបីជា$59ក៏ខ្ញុំអត់លក់ជូនដែរគឺខ្ញុំផ្ដល់ជូនត្រឹមតែ$29ទេសម្រាប់ក្នុងការចុះឈ្មោះម្នាក់ចុះឈ្មោះភ្លាមបានមេរៀនភ្លាមបាទពីព្រោះមេរៀនរបស់ខ្ញុំមិនពិបាកទេយើងរៀននៅក្នុងទូរស័ព្ទដៃហើយបើមានចម្ងល់អាចសួរមួយខ្ញុំបានហើយបើសិនជាយកទៅហើយមើលឲ្យពេញចិត្តអនុវត្តឲ្យឃើញលទ្ធផលបើសិនជាចង់ជួបមួយខ្ញុំបងប្អូនអាចធ្វើការណាត់ជួបមួយខ្ញុំបានបាទខ្ញុំរីករាយក្នុងការចែករំលែកបន្ថែមបាទអញ្ចឹងសម្រាប់ខ្ញុំពីអ្នកភរិយាមានប៉ុណ្ណេះក្នុងការចែករំលែកបងប្អូនហើយសូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូរបស់ខ្ញុំសូមកុំអស់សង្ឃឹមរឿងបំណុលគឺខ្ញុំអាចជួយបានបាទសូមអរគុណសូមជម្រាបលាបាទ